នៅខេត្តកំពង់ឆ្នាំងលើកំពុងតែអនត្រេនមែនតែនជាមួយនឹងទេសភាពព្រៃភ្នំទេសភាពទឹកធ្លាក់ច្រើនកន្លែងហើយនឹងមានទីតាំងនៅជិតរាជធានីភ្នំពេញទៀតអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់កន្លែងផ្សេងដែលខ្ញុំបានទៅនៅក្នុងខេត្តកំពង់ឆ្នាំងដែលកន្លែងទី1ហ្នឹងមានឈ្មោះថាទឹកធ្លាក់ថ្មក្រាលដែលមានទឹកហូរជាដំណាក់ហើយនៅខាងក្រោមទឹកហ្នឹងគឺសុទ្ធតែថ្មដែលធ្វើឲ្យទឹកហ្នឹងអត់ជ្រៅទេគឺរាក់យើងអាចលេងបានយ៉ាងសប្បាយបន្ទាប់ពីលេងហើយយើងក៏អាចទិញអីញ៉ាំដែរនៅនឹងមានរបស់ញ៉ាំច្រើនណាស់ហើយនៅពេលហ្នឹងគឺខ្ញុំបានសាកជាមួយនឹងនំផ្លែអាយរបស់អ៊ីគឺឆ្ងាញ់ហើយគាត់រស់រាយទៀតហើយមិនត្រឹមតែមានតែប៉ុណ្្នឹងទេគឺមានរបស់ញ៉ាំច្រើនមាន់អាំងត្រីអាំងអីផ្សេងទៀតច្រើនមុខណាបន្តដំណើរពីកន្លែងទី1ខ្ញុំក៏បានទៅកន្លែងទី2ក៏ជាប្រភេទទឹកធ្លាក់ដែរមានឈ្មោះថាទឹកធ្លាក់បង្កងរនៀបដើម្បីអាចឲ្យយើងទៅដល់កន្លែងទឹកធ្លាក់បានគឺយើងត្រូវឆ្លងកាត់នៅផ្លូវដែលមានទឹកហូរមានថ្មនិយាយទៅដូចប្រភេទយើងឡើងភ្នំអញ្ចឹងហើយនៅតាមផ្លូវយើងអាចឃើញទឹកហូរច្រើនដំណាក់ពេលខ្ញុំទៅនេះខ្ញុំបានឃើញ3ដំណាក់អញ្ចឹងពេលដែលយើងទៅគឺទឹកអាចលេងបានគ្រាន់តែថាយើងរៀងប្រុងប្រយ័ត្នបន្តិចទៅព្រោះដោយសារតែទឹកហូរខ្លាំងហើយកន្លែងលេងក៏តិចដែរវាអត់ធំទលាយអញ្ចឹងណាអញ្ចឹងបន្ទាប់ពីលេងទឹកហើយពួកខ្ញុំក៏បានធ្វើការចុះមកវិញហើយអានេះគឺជាទស្សនវិជ្ជាដែលយើងជិះតាមផ្លូវយើងមើលមកឃើញទឹកធ្លាក់ឡើងច្បាស់ហ្មងអញ្ចឹងខ្ញុំបានស៊ូមវាអញ្ចឹងណាបន្ទាប់មកខ្ញុំក៏បានធ្វើដំណើរទៅកាន់កន្លែងមួយទៀតដែលមិនមែនជាប្រភេទទឹកធ្លាក់ទេប៉ុន្តែអាចឲ្យយើងបោះតង់សម្រាប់នៅទីនោះមានឈ្មោះថា Mountain View នៅអត់ឆ្ងាយពីទឹកធ្លាក់ប្រហែលនេះគឺនៅផ្លូវជាមួយគ្នាអញ្ចឹងគ្រាន់តែថានៅនេះយើងអាចសម្រាប់បានដោយសារតែគេមានជាផ្ទះមាត់ទឹកអាចឲ្យយើងគេងសម្រាប់នៅកន្លែងហ្នឹងបានណាហើយមានសភាពស្ងប់ស្ងាត់តែម្ដងសម្រាប់អ្នកដែលចង់គេចចេញពីទីក្រុងអីកុំភ្លេចទៅកន្លែងហ្នឹងហើយកន្លែងដែលខ្ញុំសម្រាប់ហ្នឹងគឺមានឈ្មោះថាមើលផ្កាយបោះតង់ក៏អត់ចាញ់កន្លែងមុនដែរទស្សនវិជ្ជាជុំវិញគឺសុទ្ធតែភ្នំហើយកន្លែងគេហ្នឹងគឺសុទ្ធតែដើមឈើសុទ្ធតែអីនិយាយទៅគឺស្រស់ស្រាយហ្មងពេលដែលយើងទៅយើងមានអារម្មណ៍ថាអូយើងបានសម្រាប់ខួរក្បាលមួយរយៈគេចចេញពីសំឡេងទីក្រុងសំឡេងដែរឡានម៉ូតូអីចឹងណាស្ដាប់សំឡេងធម្មជាតិស្ដាប់សំឡេងខ្យល់សំឡេងទឹកហូរអូនិយាយទៅ fresh ខ្លាំងមែនតើអញ្ចឹងកំពង់ឆ្នាំងគឺ the best